bà là grab bọc thì đấy tình lan tam online ở toàn khơi lan toàn phê phong hay bánh lười đòi kế à bà à đương đi start tôi về sign chiều hua chất mình tiến này mất bà hay krom hôn này bên thá nó krom hôn nó chui mùi cái bình smart thi ô tô có họ yếm bánh lười tôi hốt bây giờ đâu pi mà đầm nặng cao tôm mà đầm nặng cao pi mơn là chiêng và việc tha việc đó là tầm lại lan mà mơnผมวนปอน500ហ្នឹងហើយអស់ក៏វាថាលុយដែលបងបាញ់លើចំនួនប្រមាណគឺក្រុមហ៊ុនផ្ទះយើងវិញបាទវានិយាយមិនដោយថាលុងលូមយើងអញ្ចឹងណាហើយពេលដល់យើងថាដាក់ពាក្យមិនដឹងវាថាបងប្តឹងចោះព្រោះអីកំហុសមកពីបងឯងដែលអត់បាញ់លុយឲ្យក្រុមហ៊ុនឲ្យគ្រប់គឺចឹងទៀតហើយយើងអស់ឡានហើយហើយយើងលុយអស់ឡានអត់បានហើយវាទៀមទាថាបើប្តឹងថ្ងៃណាបងជួយប្រាប់ផងក្រុមហ៊ុនក៏ប្តឹងបងដែរដោយសារថាបងអាចព្រមធ្វើតាមលក្ខខណ្ឌក្រុមហ៊ុនថាเราធ្វើតាមមិនបងព្រោះលុយឡានតែ19500ឯងយើងបាញ់អស់ឡើង25150ហើយថាអត់ពេញក្របខណ្ឌក្រុមហ៊ុនត្រូវរកការទៀតវាចឹងវាចឹងហើយក៏យើងបានទៅដាក់ពាក្យប្តឹងនៅខាងបត់មើលខាងជាហ្នឹងនៅខេត្តរងស្ពឺបងមាត់កិច្ចគាត់ថាមិនដែរមាត់កិច្ចគាត់ថាឲ្យសេឯកសារយើងឲ្យយើងទៅសួរខាងផ្នែក AOA និងខាង AC ដែលយើងបាញ់ចេញលុយកង់យើងអស់ប្រមាណចំនួនប្រមាណអញ្ចឹងណាដើម្បីឲ្យបកលុយបាទប៉ុន្តែខាងស្ថានធនាគារគាត់អត់ហ៊ានកក់លុយខាងគេទេដោយសារថាយើងយល់ព្រមយើងយល់ស្របគ្នាបាទយើងយល់ស្របគ្នាយើងទៅបន្ទោសធនាគារក៏បាក់ដែរហ្នឹងបាទអាហ្នឹងគេបកលត់បានទេដោយសារថាយើងនិយាយមួយគ្នាឡើងត្រូវគ្នាយើងយល់ព្រមអញ្ចឹងណាបាទបាញ់ឲ្យអញ្ចឹងណាតែសប្តាហ៍ថ្ងៃប្រកបកិច្ចការដែរបងថ្ងៃកម្មករសំណងបងធ្វើជាកម្មករសំណងទេធ្វើជាមេជាងហីបាទធ្វើជាមេជាងមកការមកអីហ្នឹងហីបាទរៀបរាប់ពីដើមហេតុដំបូងបាទគាត់ចេះសួរយើងជារយៈពេលដែលយូរដែរបងចូលមួយខែជាងដែរហើយគាត់ចេះសួរយើងណែនាំថាអូឆាតមករហូតអញ្ចឹងណាបាទហើយក៏យើងក៏សួរថាខ្ញុំអត់ទាន់ត្រូវការបងក៏ថាបើបងត្រូវការព្រោះខែ8ហ្នឹងក្រុមហ៊ុនគេចុះឌីខោនឲ្យអញ្ចឹងណាឡានហ្នឹង19500បាទហើយក៏គេថាគេតាក់ទូតែគេនិយាយគឺស្ដីគេតាក់ទាញចិត្តរបស់យើងអញ្ចឹងគេថាក្រុមហ៊ុនចុះឌីខោនឲ្យបង3000ក្នុងខែ8ខែ8សីហាហ្នឹងបងបាទនឹងហើយពេលយូរដែរខែជាងចិត្តដាច់ខែដែរបានយើងហ៊ានថាគាត់ទៀមទាថាបើបងត្រូវការឡានហ្នឹងគេបាញ់រូបភាពមើលអញ្ចឹងណាបងថាបងស្រឡាញ់ឡានហ្នឹងក្រុមហ៊ុនចុះឲ្យហើយគេថែមមានព្រីដូចជាស្គុតដូចជាពូកផ្សេងអញ្ចឹងណាបងបាទក៏រួចរាល់អស់ហើយក៏យើងជាប់ធ្វើការបន្តទៀតដល់ស្អែកគាត់ចេះឆាតសួរបន្តទៀតរហូតបាទខ្ញុំវាអត់មានលុយមានកាក់ដែរអញ្ចឹងណាគេថាបើបងឯងនៅចាក់ស្ទើរអញ្ចឹងបងអាចកក់ធ្វើ1000មុនបានហើយ booking គេថា booking គេហ្នឹងបាទហើយអញ្ចឹងខ្ញុំសួរដើមតើខ្ញុំអត់ហ៊ានបងព្រោះឡាននៅខ្មែរអត់វាបាក់នៅស្រុកគេវាបាក់អញ្ចឹងហើយថាគាត់ចេះនិយាយលងលូមយើងឲ្យយើងទុនចិត្តទុនកាយយើងហើយបាញ់រូបភាពឲ្យយើងមើលបន្តគាត់អញ្ចឹងណាបាទពីមុនមកបងដែរស្គាល់បុគ្គលខាងលើហ្នឹងឯងអត់ទេបងដែរស្គាល់ទេអត់ដែរស្គាល់គ្នាទៀតបាទបាញ់លុយគាត់ផ្ញើជាឯកសារហើយគាត់ថាដូចជាចម្លែងថាបើសិនជាក្រុមហ៊ុនខ្ញុំបោកប្រាស់បោឯងបងអាចយកពាក្យហ្នឹងទៅប្តឹងឲ្យយកឯកសារប្អូនយកទៅប្តឹងទៅដាក់កន្លែងពាក្យប្តឹងឯណាក៏បានដែរបាទអញ្ចឹងហើយខ្ញុំថាអត់ទេបងខ្ញុំចេះប្រកែកណាបាទខ្ញុំថាអត់ទេពេលអញ្ចឹងរឹមបើបងសិនជាបងហ៊ានបងអាចទំ500ក៏បានដែរ booking ហ្នឹងជាឈ្មោះរបស់បងផ្ទាល់ម្ដងបាទយើងក៏បាញ់ឲ្យគាត់ឲ្យ500ពេលល្ងាចហ្នឹងស្អែកឡើងក៏គាត់រៀបចំឯកសារយើងថាបានកក់លុយឡានហ្នឹងបាទចំនួន$500បាទអញ្ចឹងយើងបាញ់លុយ$500ដើម្បីកក់ឡានហ្នឹងបាទយកឯកសារហ្នឹងផ្ទេរឲ្យខាងអ្នកផ្នែកដឹកជញ្ជូនអូយកឯកសារហ្នឹងផ្ទេរឲ្យអ្នកដឹកជញ្ជូនផ្សេងទៀតគាត់ថាគាត់ខាងផ្នែកលក់បាទថាអ្នកដឹកជញ្ជូនផ្សេងអានេះប្រព័ន្ធជាប្រព័ន្ធទៅដល់រួចរាល់អ្នកដឹកជញ្ជូនហ្នឹងក៏គាត់តាក់ទងមកយើងផងទេយើងផងហើយខ្ញុំថាខ្ញុំគាត់ទៀមទាយើងបង់ទឹកប្រាក់ចំនួនគាត់$2880បង់$2880ផ្សេងទៀតបាទដើម្បីថាដឹកជញ្ជូនខាងដង្ខល់អ៊ីស្រាអែលគេទេបាទពេលដល់យើងនឹកឃើញថាគាត់និយាយមកយើងហើយជាមួយថ្ងៃដែរបានយើងទុកយើងថាddimអីទេប៉ុណ្ណឹងគាត់ឆ្លើយមកនិយាយមករឿងឲ្យយើងទំនុកចិត្តអញ្ចឹងណាបងបាទឡានម៉ាកអីគេបង Rally 019ហ្មងបាទវាលក់ឲ្យយើង$19500ចេះទៀមទាយើងរហូតអត់ដល់បងដល់25150ហ្នឹងពេលដល់ហើយរយៈពេល3ថ្ងៃវាថាគយស្រុកខ្មែរទៀមទាអាប់ដេលីតថ្មីបាទព្រោះថាដែលយើងជួនណាថ្ងៃណាគិតខ្លួនឯងស្មុគស្មាញច
ចង់ថយប្រធានដែរហ្នឹងបងចង់ពេលដែលយើងគិតខ្លីជួនណាពេលណាពេលអារម្មណ៍ដែលណាមួយគិតទៅយើងស្ដាយលុយទី2គឺយើងនិយាយយូរទៅយើងពៀតក្នុងគ្រួសារទៀតគ្រួសារស្ដីបន្ទោសឲ្យខាងបងប្អូនស្ដីបន្ទោសឲ្យគិតមែនតើចង់ឲ្យរឿងបញ្ចប់ខ្លួនឯងផ្សារកុំឲ្យបងពេលអញ្ចឹងក៏យើងឃើញថាយើងអាចលុយកាក់យើងអាចទៅបានតមុខទៀតបាទយើងមានកម្លាំងយើងអាចរកបានចាត់ទុកថាជាបទពិសោធន៍មួយជាមេរៀនជីវិតមួយសម្រាប់យើងបាទនៅក្នុងថ្ងៃក្រោយណាបងណាទីបងប្អូនក៏បានទៅដាក់ពាក្យបណ្ដឹងនៅខាងបទល្មើសប្រឆាំងបច្ចេកវិទ្យាផងដែរបាទហើយយើងសង្ឃឹមថាកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធណាបាទសូមមេត្តាជួយស្រាវជ្រាវជុំវិញពាក់ព័ន្ធនៅក្នុងករណីដែលបោកតាមប្រព័ន្ធអនឡាញនេះគឺសាបូខ្លាំងមែនទែនបាទអញ្ចឹងសូមឲ្យកម្លាំងសមត្ថកិច្ចយើងសូមមេត្តាជួយស្រាវជ្រាវទឹកយិនសិនម៉ៃអ៊ីជាផលិតផលកូរ៉េសុទ្ធ 100% ជួយទៅដល់បងប្អូនដែលមានបញ្ហាសុខភាពដូចជាកម្លាំងចុះខ្សោយគេងពុំសូវលក់ចុះក្រូចតាមសន្លាក់ឆ្អឹងឧស្សាហ៍ឈឺក្បាលវិលមុខគ្រុនកោសខ្យល់ញឹកញាប់ពិបាកបត់ជើងនិងបញ្ហាសុខភាពជាច្រើនទៀតជីវទឹកយិនសិនម៉ៃអ៊ីថ្ងៃនេះក៏ដូចជាចូលជាតំណាងលក់អាចទំនាក់ទំនងតាមរយៈ Page និង Telegram នៅខាងក្រោមនេះនឹងករណីថ្មីបាទក្រាបបោកទៀតហើយទិញឡានតាមអនឡាញបាទទិញឡានតាមអនឡាញទិញម៉ូតូតាមអនឡាញបាទផ្សេងហ្នឹងបាទប្រិមត្តទូទៅជនយើងបាទហើយឥឡូវគឺថាមួយរយៈពេលចុងក្រោយនេះគឺថាគឺអ្នកបោកហ្នឹងគឺថាពួកបោកហ្នឹងគឺថាបោកគ្រប់រូបភាពតែម្ដងប្រិមត្តទូទៅជនយើងបាទគឺបង្កើត Telegram fake បាទ Facebook fake អីផ្សេងអញ្ចឹងទៅបាទដើម្បីឲ្យធ្វើការឈួរបោកនៅគ្រប់រូបភាពទាំងអស់បាទហើយដូចជាការចាស់ស្ដែងខ្ញុំធ្លាប់ជួបជាមួយនឹងករណីរបស់ខ្ញុំផ្ទាល់តែម្ដងបាទហើយមានជនឈួរបោកខ្លះបើកើតជា Telegram ដាក់ឈ្មោះខ្ញុំបាទដាក់ជាក្រុមការងារខ្ញុំបាទហើយប្រិមិត្តបាទមិនថែមតែតាំងពីនោះទេប្រហែលអញ្ចឹងយកឈ្មោះខ្ញុំហ្នឹងបាទយកទៅនិយាយឈួរបោកបងប្អូនយើងផ្សេងទៀតបាទហើយឥឡូវនៅក្នុងថ្ងៃនេះមកជួបជាមួយនឹងបងប្រុសបាទដែលត្រូវទិញដែលគាត់បានទិញរថយន្តតាម Facebook បាទហៅទិញឡានតាមអនឡាញប្រិមិត្តទូទៅជនបាទត្រូវចាញ់បោកគេចំនួន$25,000ប្រិមិត្តទូទៅជនយើងឥឡូវយើងមកជួបជាមួយនឹងគាត់នឹងសួរពីដើមហេតុដំបូងបាទថាយ៉ាងម៉េចបានជាគាត់ឲ្យឆោតទៅទិញឡានតាម Facebook ទៅតែទិញឡានតាមអនឡាញប្រិមិត្តទូទៅជនយើងបាទអត់តន់ឃើញឡានផ្ទាល់ភ្នែកផងហើយបាញ់លុយទៅឲ្យគេបាទរឿងនេះស្ដាប់ទៅវាសែនជាហួសចិត្តមែនទែនណាប្រិមិត្តបាទខ្ញុំជឿថាព័ត៌មាននេះនៅពេលដែលផ្សព្វផ្សាយទៅបងប្អូនយើងប្រហែលជាមានការបញ្ចេញមតិរិះគន់គាត់ហើយបាទប៉ុន្តែអ្នកឈួរបោកនោះគឺវាចេះបាទវិធីសាស្ត្រនៅក្នុងការនិយាយឲ្យបោកជាប្រព័ន្ធតែម្ដងបាទអញ្ចឹងសូមឲ្យបងប្អូនយើងបង្កើនការប្រុងប្រយ័ត្នហើយគាត់មកពឹងពាក់ឲ្យខ្ញុំផ្សាយនេះបាទដើម្បីចែករំលែកជាព័ត៌មានទៅកាន់បងប្អូនយើងផ្សេងទៀតមកសូនសវុនបងបាទឆ្នាំនេះអាយុប្រហែលដែរបង35បង35ឆ្នាំហើយសប្តាហ៍ថ្ងៃប្រកបកិច្ចការដែរបងថ្ងៃកម្មករសំណងបងធ្វើជាកម្មករសំណងទេធ្វើជាមេជាងអីបាទធ្វើជាមេជាងមកការមកអីហ្នឹងឯងបាទបងរស់នៅក្នុងខេត្តណាដែរនៅកំពង់ស្ពឺដែរបងអ្នកនៅកំពង់ស្ពឺនៅក្នុងភូមិអីឃុំអីស្រុកអីនៅស្រុកកងសីខេត្តកំពង់ស្ពឺឃុំប្រញៀតបាទហើយឡើងមកតាំងពីខេត្តកំពង់ស្ពឺដើម្បីមកជួបបងអូនបាទដើម្បីឲ្យបងអូនជួយធ្វើការផ្សព្វផ្សាយបាទរៀបរាប់ពីដើមហេតុដំបូងទីមើលតើមូលហេតុអ្វីបានជាបងឈានទៅដល់ការចាញ់បោកបាទបុគ្គលដែលលក់រថយន្តតាមអនឡាញតែខាងលើពីរវងដែលខ្ញុំកំពុងធ្វើការទីហើយក៏គាត់ឆាតទៅតាមលេខ Telegram ខ្ញុំអញ្ចឹងណាអញ្ចឹងបានន័យថាបងមិនមែនឆាតទៅគេទេគេដាក់ឆាតមកមុនបាទពេលអញ្ចឹងក៏រួចរាល់ហើយក៏ខ្ញុំគាត់ចាប់អារម្មណ៍ដែរខ្ញុំកំពុងធ្វើការក៏ថាបងធ្វើអីខ្ញុំថាបងខ្ញុំកំពុងធ្វើការដំណឹងបងហើយគេថាអញ្ចឹងគាត់ថាមកការឬក៏ធ្វើជាកម្មករថាធ្វើការងារមកវិញតិចតួចបងការងារតាមផ្ទះតាមរោងចក្រអីតិចតួចអញ្ចឹងបងដំបូងឡើយគឺតេស្តពីសមត្ថភាពបងសិនថាបងហ្នឹងគឺតែជាអ្នកធ្វើការធម្មតាឬក៏មិនបើដឹងថាបងធ្វើការដូចគ្រាន់បើបាទចូលតាក់គេហ្នឹងហ្នឹងគាត់ចេះសួរយើងរយៈពេលដែលយូរដែរបងចូលមួយខែជាងដែរហើយគាត់ចេះសួរយើងណែនាំថាឆាតមករហូតអញ្ចឹងណាបាទហើយក៏យើងក៏សួរថាខ្ញុំអត់ទាន់ត្រូវការបងក៏ថាបើបងត្រូវការព្រោះខែ8ហ្នឹងក្រុមហ៊ុនគេចុះ discount ឲ្យអញ្ចឹងណាឡានហ្នឹង$19,500បាទហើយក៏គេថាគេទូតែគេនិយាយគឺស្ដីគេតាក់ទាញចិត្តរបស់យើងអញ្ចឹងគេថាក្រុមហ៊ុនចុះ discount ឲ្យបង$3,000ក្នុងខែ8ខែ8សីហាហ្នឹងបងនឹងហើយពេលយូរដែរខែជាងចិត្តដាច់ខែដែរបានយើងហ៊ានថាគាត់ទៀមទាថាបើបងត្រូវការឡានហ្នឹងគេបាញ់រូបភាពមើលអញ្ចឹងណាបងថាបងស្រឡាញ់ឡានហ្នឹងក្រុមហ៊ុនចុះឲ្យហើយគេថែមមានព្រី
ព្រីដូចជាស្គុតដូចជាពុកផ្សេងហ្នឹងណាបង បាទ បាទក៏រួចរាល់អស់ហើយក៏យើងជាប់ធ្វើការបន្តទៀតដល់ស្អែកកាន់ស្អែកគាត់ចេះឆាតសួរបន្តទៀតរហូត បាទ ហើយគាត់ថាបើបងស្រឡាញ់ឡានហ្នឹងគឺបងអាចបងរំលោះក៏បានឬបង ផ្ដាច់ក៏បាន 50%ក៏បានដែរ អូបាទ បាទអាហ្នឹងដែលស្រេចដែលត្រៃដែលបងហ៊ាន បាទ ពេលអញ្ចឹងខ្ញុំថាខ្ញុំអត់មានលទ្ធភាពទេបងព្រោះដោយសារខ្ញុំវាអត់មានលុយមានកាក់ដែរអញ្ចឹងណាគេថាបើបងឲ្យនៅស្ទាក់ស្ទើរអញ្ចឹងបងអាចកក់ធ្វើ1000មុនបានហើយ booking គេថា booking គេហ្នឹង បាទបាទ បាទហើយអញ្ចឹងខ្ញុំសួរដើមតូនខ្ញុំអត់ហ៊ានទេបងព្រោះឡាននៅខ្មែរគាត់វាបាក់នៅស្រុកគេវាបាក់អញ្ចឹងហើយថាគាត់ចេះនិយាយលងលោមយើងឲ្យយើងទុនចិត្តទុនកាយយើងហើយបាញ់រូបភាពឲ្យយើងមើលបន្តហូតអញ្ចឹងណា បាទសុំចិត្តតិចពីមុនមកបងដែរស្គាល់បុគ្គលខាងលើហ្នឹងឯង អត់ទេបងដែរស្គាល់ទេ អត់ដែរស្គាល់គ្នាទៀត បាទ បាទ ព្រោះគាត់មុនដែលឲ្យយើងបាញ់លុយឲ្យគាត់ហ្នឹងគាត់ផ្ញើជាឯកសារហើយគាត់ថាដូចជាចម្លែងថាបើសិនជាក្រុមហ៊ុនខ្ញុំបោកប្រាស់បោឯងបងអាចយកពាក្យហ្នឹងទៅប្តឹងឲ្យយកឯកសារប្អូនយកទៅប្តឹងទៅដាក់កន្លែងពីប្តឹងឯណាក៏បានដែរ បាទ ចឹងហើយខ្ញុំថាអត់ទេបងខ្ញុំចេះប្រកែកណា បាទ ខ្ញុំថាអត់ទេពេលចឹងរឹមបើបងសិនជាបងហ៊ានបងអាចទំ500ក៏បានដែរ booking ហ្នឹងជាឈ្មោះរបស់បងផ្ទាល់ម្ដង បាទ បាទគាត់រួចរាល់ហើយរយៈពេលដែលដល់ខែ8ទី16ហ្នឹងក៏គាត់យើងក៏បាញ់ឲ្យគាត់ឲ្យ500ពេលល្ងាចហ្នឹងស្អែកឡើងក៏គាត់រៀបចំឯកសារឲ្យយើងថាបានកក់លុយឡានហ្នឹងណា បាទ ចំនួន$500 បាទអញ្ចឹងយើងបាញ់លុយ$500ដើម្បីកក់ឡានហ្នឹង បាទ បាទ ហើយពីព្រោះគាត់ថាកក់លុយឡានហ្នឹង500ទេគាត់ថាយកឡានដល់ផ្ទះបងពេលណាគឺក្រុមហ៊ុនក៏ទូទាត់ពេលហ្នឹង បាទ បាទក៏រួចរាល់ហើយយើងក៏នឹកឃើញថាគាត់និយាយយូរថ្ងៃដែរបានយើងទុកចិត្តទុកអីដែលទំនុកចិត្តយើងតិចតួចចឹងណា បាទ ហើយក៏រួចរាល់អស់គាត់យកឯកសារហ្នឹងផ្ទេរឲ្យខាងអ្នកផ្នែកដឹកជញ្ជូន អូយកឯកសារហ្នឹងផ្ទេរឲ្យអ្នកដឹកជញ្ជូនផ្សេងទៀត បាទគាត់ថាគាត់ខាងផ្នែកលក់ បាទ ហើយថា អ្នក ផ្នែ ដឹ ក កជញ្ជូន ដឹក ផ្សេង ផ្សេង អានេះប្រព័ន្ធជាប្រ បាទ ព័ន្ធ ពេលដល់រួចរាល់អ្នកដឹកជញ្ជូនហ្នឹងក៏គាត់តាក់ទងមកយើងផងទេយើងផងហើយខ្ញុំថាខ្ញុំគាត់ទាមទារឲ្យយើងបង់តែប្រាក់ចំនួនគាត់$2880 បង់$2880ផ្សេងទៀត បាទដើម្បីថា ដឹកជញ្ជូន ដឹកជញ្ជូនខាងដង្កល់អ៊ីស្រាអែលនេះគេទេ អូ បាទ បាទ ពេលដល់យើងនឹកឃើញថាគាត់និយាយមកយើងហើយជាមួយថ្ងៃដែរបានយើងទុកយើងថាវាអីទេប៉ុណ្ណឹងគាត់ឆ្លើយមកនិយាយមករឿងឲ្យយើងទំនុកចិត្តចឹងណាបង បាទ ពេលក៏រួចរាល់ហើយក៏យើងព្រមបាញ់ឲ្យគាត់ហើយគាត់ថាឡានបងដឹកដាក់ទូដាក់អីហើយអស់ហើយបងចាំថ្ងៃរៀបចេញទេគាត់ថតឯកសារអាចអីមើលហើយមានឯកសារឲ្យយើងមើលចឹងណាហើយមានរូបភាពឡានឲ្យមើលបងចាំតែផ្នែកគយគេចុះមកត្រួតពិនិត្យហើយគឺឡានបងជូនទៅដល់ស្រុកខ្មែរហើយ អានោះឡានម៉ាកអីគេបង Rally 019បង បាទ វាលក់ឲ្យយើង$19500 $19500បាទ ចុះមិនបាញ់លុយរហូតដល់ជាង$20000នោះ វាថាពេលដល់តែបាញ់ទៀមទាបាញ់ទៅវាថាជាប់ពុនគយនៅស្រុកខ្មែរក៏ដល់ចូលចឹងហ៎បង បាទ បាទថាវាថាទៀមទាដែលយើងបង់30%ក្នុងតម្លៃឡាន បាទ វាចឹងវាអស់4000ជាងក្នុងតែ30%បង់ពុនណា បាទ ពេលក៏រួចរាល់ហើយវាថាបើបង clear លុយដែលបង់ពុនហើយឡានបងគឺផ្នែកគយឲ្យដឹកចូលហើយ បាទ យ៉ាងយូរធ្វើ4ទៅ5ថ្ងៃឡានដឹកដល់ផ្ទះបង បាទ ពេលដល់យើងក៏ព្រមតែបាញ់ឲ្យហ្នឹងវាយូរដែររយៈពេលជាតិមួយខែដែរ បាទ បានយើងព្រមថាសម្រាប់ចិត្តបាញ់ឲ្យអញ្ចឹងណា បាទ ពេលក៏យើងបាញ់រួចរាល់អស់គាត់បាត់ដំណឹងគាត់រយៈពេល2ថ្ងៃ3ថ្ងៃអញ្ចឹងតាក់ទងចូលពេលតាក់ទងចូលគាត់ថាទូកអត់នេះអត់មានសេវាកន្លែងអត់មានសេវា អូ បាទពេលដល់ថាឥឡូវបើអត់មានសេវាបងថតវីដេអូដូចជារូបភាពឲ្យខ្ញុំមើលមកហើយក៏គេថតយកអារូបវីដេអូដែលចាស់យកយើងមើលអញ្ចឹងណាបង បាទ បាទពេលដល់យើងក៏ឆែកមើលដល់វីដេអូចាស់យើងក៏អស់ទំនុកចិត្តមួយ បាទ បាទទំនុកចិត្តឲ្យដែលម្នាក់ហ្នឹងរស់ស៊ីបោកប្រាស់យើងស្មោះត្រង់ បាទ បាទពេលអញ្ចឹងហើយយើងក៏ថាចេះទៀមទាយើងរហូតអស់ដល់បងដល់25150ហ្នឹងពេលដល់ហើយរយៈពេល3ថ្ងៃវាថាគយស្រុកខ្មែរទៀមទាអាប់ដេលីតថ្មី អូ បាទឲ្យបងតម្រូវការដែលឡានដែលម្ចាស់ឡានហ្នឹងត្រូវបង់ចំនួនទឹកប្រាក់ 10% បាទ អញ្ចឹងវា$25150ហ្នឹងវាទាមទារយើងបង់
2,520 ឡាទៀត អូ បាទពេលអញ្ចឹងយើងអត់មានលុយបង់វាដោយសារអីយើងអស់ទំនុកចិត្ត បាទ បាទព្រោះយើងវាកុហកយើងច្រើនសារពេក ក៏ហក់ឲ្យយើងបាញ់លុយទៅរហូតបើនិយាយ បា ទៅ ញ់យើងហូត ពីមកដំណាក់កាលទៅមកដំណាក់កាល $20,000 ជាង បាទវាថាពេលដល់តែតម្លៃឡាន 19,500 ហ្នឹងហើយអស់ក៏វាថាលុយដែលបងបាញ់លើចំនួនប្រមាណគឺក្រុមហ៊ុនផ្ទេរឲ្យយើងវិញ អូ បាទវានិយាយមិនដោយថាលងលូមអញ្ចឹងយើងអញ្ចឹងណា បាទ ហើយពេលដល់យើងថាដាក់ពាក្យម្ដងវាថាបងប្តឹងចោះ អឺ ព្រោះអីកំហុសមកពីបងឯង អឺ ដែលអត់បាញ់លុយឲ្យក្រុមហ៊ុនឲ្យគ្រប់ ណូ វាចឹងទៀត អូយ ហើយយើងអស់ឡានហើយ បាទ ហើយយើងលុយអស់ឡានអត់បានហើយវាទៀមទាថាបើប្តឹងថ្ងៃណាបងជួយប្រាប់ផងក្រុមហ៊ុនក៏ប្តឹងបងដែរ ណូ ដោយសារថា អឺ បងអាចព្រមធ្វើតាមលក្ខខណ្ឌក្រុមហ៊ុនថាឡូវធ្វើតាមមិនបងព្រោះលុយឡានតែ 19,500 ឯងយើងបាញ់អស់ឡើង 25,150 ហើយថាអត់ពេញក្របខណ្ឌក្រុមហ៊ុនត្រូវរកការទៀត អឺ វាចឹង បាទ វាចឹងហើយក៏យើងបានទៅដាក់ពាក្យម្ដងនៅខាងបត់មើល ប្រចាំជាជា ខាងជាហ្នឹង ទៅណានៅខេត្តហ្នឹង នៅខេត្តរងស្ពឺបង មកតែគាត់ថាមិនដែរ មាត់កិច្ចគាត់ថាឲ្យសេឯកសារយើងឲ្យយើងទៅសួរខាងផ្នែក AOA និងខាង AC ដាដែលយើងបាញ់ចេញលុយកង់យើងអស់ប្រមាណចំនួនប្រមាណអញ្ចឹងណា ដើម្បីឲ្យប្រកបលុយ បាទប៉ុន្តែខាងធនាគារក៏អត់ហ៊ានកក់លុយខាងគេទេដោយសារថាយើងយល់ព្រមយើងយល់ច្របគ្នា ហ្នឹងហើយ បាទយើងយល់ច្របគ្នា យកទៅបន្ទោសធនាគារក៏បាក់ដែរហ្នឹង បាទអាហ្នឹងគេបកលត់បានទេដោយសារថាយើងនិយាយមួយគ្នាលាក់ឡាំងត្រូវគ្នាហ្នឹងយើងយល់ព្រមអញ្ចឹងណា បាទបងបាទ យើងបាំងឲ្យអញ្ចឹងណាបាញ់ឲ្យអញ្ចឹងណា បាទ ទៅដល់យើងបាញ់រួចរាល់ទៅវាឡានវាថាប្រជុំថ្ងៃទីប្រជុំទី10 11 12ហ្នឹងគឺឡានមកដល់ខ្មែរហើយពេលដល់អញ្ចឹងហើយយើងបាញ់រួចរាល់ហើយក៏ចាំមួយថ្ងៃឲ្យបាត់ទៀតមួយថ្ងៃបាត់ទៅថាថ្ងៃ13តេសួរវាថាពលរលោកពេលដល់សួរវាថាព្យុះ បាទ ជុះនៅសមុទ្រហោទៅដល់ហើយដល់ថ្ងៃទី15 16សួរវាថាឡានមកដល់ខ្មែរបងតែផ្នែកគយអត់ឲ្យចូលទេដោយសារផ្នែកគយទៀមទាបងបងពុននាំចូល30 បើនិយាយទៅវាលេះវាពជាបងប្រហែលជារយៈពេលប្រហែលថ្ងៃ វាយូរដែរបងចឹងវាទាំងដើមឡើយវាឆានយើងទាំងខែ7 តាំងពីខែ7មក បាទប៉ុន្តែមកយើងសម្រេចចិត្តឲ្យដែលកក់លុយវា500ហ្នឹងខែ8 ខែ8 បាទ បាទប៉ុន្តែវាអូសកាឡាយើងតាំងពីខែ7មក បាទវាចេះ វា សួរ ឆាត យើង មកហ្នឹងមើលឥឡូវមានបាយមាន Telegram ដែលវាឆាតមកតំណែងមួយថ្ងៃហ្នឹងឯង មានតែបងវាប្លុកយើងចោលហើយ វាប្លុកចោលតិចទីហ្មងណា បាទ បាទហើយក្រុមហ៊ុនដែលវាថាហ្នឹងគឺក្រុមហ៊ុនហ្នឹងគឺឈ្មោះអីគេវិញ Smart City Auto នេះបងឯកសារដែលឈ្មោះនៅក្រុមហ៊ុន មានយើងមានទាំងអស់ណា បាទ ពេលនេះហ្នឹងឯង បាទ បាទតាំងមានទាំង Telegram មានអីមានទាំងអស់ មានបងនេះគឺ បាទយើង បាញ់ ថតទុក ឲ្យនេះគាត់បាញ់យើងតែសេវទុកណាបង សរឯកសារខ្លែងខ្លាយទាំងអស់ប៉ាសពតនេះសង្ស័យតែមានប៉ាសពតរបស់ពួកអាឈួរបោកហ្នឹងទេបាទប៉ាសពតមិនដឹងហើបានមកពីណាយកមកពីណាពីណីដើម្បីឲ្យធ្វើការអាឈួរបោកបងឯងហ្នឹង បាទ ដើម្បីឲ្យទុកចិត្ត បាទឲ្យយើង បាទហើយអា Telegram ឆាតមកហ្នឹងអាចនឹងយកឈ្មោះរបស់គេឬមួយក៏រូបរបស់គេយកមកដាក់ បាទ បាទអញ្ចឹងបើយើងផ្សព្វផ្សាយទៅវាដាក់រូបគេទៅខ្លាចវាប៉ះពាល់ទៅដល់រូបគេអ្នកដែលគ្នាមិនដឹងអីទៀតនោះ បាទប៉ុន្តែថាយើងបាញ់ទៅបាញ់មានឈ្មោះមានអីឈ្មោះអ្នកដែលយើងទៅបាញ់លុយឲ្យចឹង បាញ់លុយឲ្យមានឈ្មោះណា បាទ បាទមានឈ្មោះអីគេវិញបងបាទប្រទៀងផ្ទាត់ជាមួយអតញ្ញិនបានមើលត្រូវគ្នាហ៎ត្រូវហ៎ អត់អានេះគេថាឈ្មោះក្រុមហ៊ុន អឺ ឈ្មោះក្រុមហ៊ុនគេបាញ់ចឹងណាបង អញ្ចឹងហ៎បាទហើយឥឡូវខ្ញុំសួរបងតិចហេតុអីបានជាបងឲ្យឆោតរហូតដល់ទៅទិញឡានតាម Facebook ទៅទិញឡានតាមអនឡាញហើយទៅបាញ់លុយបាញ់អីឲ្យគេរហូតដល់សរុបទាំងអស់ 20,000 ជាងហ៎បងមូលហេតុអ្វីបានជាបងទុកចិត្តដល់ថ្នាក់ហ្នឹង វាថាបើសិនជាយើងនិយាយទៅវាវែងឆ្ងាយដែរបងថាយើងបាញ់មានវង500ហើយ1000 អាស៊ីម្ដងតិច បាទ ម្ដងតិច តិចហើយវាថាឡានជាប់នេះជាប់នោះរហូតផ្នែកតម្រួតថៃក៏ឲ្យនាំចេញទេព្រោះឯងបងតាន់បងពុនដែលនាំចេញ បាទ បាទពេលដល់ហើយថាឲ្យបង30% បាទ អាហ្នឹងរយៈពេលដែល3 4 5ថ្ងៃវាឆាតសេះសួរហូតបងមិនចាយបងបើបងឆាប់បានឃ្លាមកក៏ឡានបងឆាប់បានចេញពីថៃទៅដែរ បាទ បាទពេលដល់ហើយយើងក៏វាជូរថ្ងៃដែរយើងតែសម្រេចចិត្តណាមើលឃើញថា1000ទៀតវាបានឡានហើយបើសិនយើងអត់បាញ់អាលុយដែលយើងបាញ់ពីមុនក៏វាអត់បានដូចដែរ បាទ បាទចេះយើងចេះតាមពីចេះរុំវាឲ្យយើងបាញ់ដំតិចអញ្ចឹងណា បាទ បើសិនវាទៀមទាយើងទាំងអស់ក៏យើងអត់ហ៊ានដែរ បាទ
ពេលចឹងវាចេះទៀមទាយើងម្ដងបន្តិចវាដល់យើងបងអាផ្នែកដែលតម្រួតថៃនិយាយហើយចាំនិយាយហើយថាបងអធិស្ឋានផងបងព្រោះក្រុមហ៊ុនតម្រូវការឲ្យខាងតម្រួតថៃវាយត្រាអញ្ចឹងគេទៀមទាឲ្យបងអាប់ដេត delete ថ្មីនៅតែ account ថ្មីដើម្បីរក្សាលុយបងឈ្មោះរបស់បងព្រោះឯឡានហ្នឹងគឺឈ្មោះរបស់បងហើយក៏លុយហ្នឹងក៏លុយរបស់បងដែរអញ្ចឹងគេថាគេបង្កើតអ៊ីនធឺណិតថ្មីឲ្យយើងអញ្ចឹង account password អីអញ្ចឹងក៏ទៀមទាយើង$1880ទៀតបាទក៏ហ្នឹងយើងរយៈពេលយូរថ្ងៃដែររយៈពេលយូរថ្ងៃហើយបានយើងបានព្រមព្រៀងបាញ់ឲ្យទៅហើយឡូវបន្ទាប់ពីដឹងថាគេបោកយើងមានអារម្មណ៍យ៉ាងម៉េចដែរនៅពេលហ្នឹងវាសោកស្ដាយដែរបងចេះថាមានអារម្មណ៍ថាឈឺចាប់ខ្លាំងបាទវាហួសនឹងក្រៃលែងហ្មងព្រោះថាដែលយើងជួនណាថ្ងៃណាគិតខ្លួនឯងស្មុគស្មាញចង់បន្ថយបន្ថានដែរហ្នឹងបងបាទចង់ពេលដែលយើងគិតខ្លីជួនណាពេលណាពេលអារម្មណ៍ដែលណាមួយដែលយើងគិតទៅយើងស្ដាយលុយទី2គឺយើងនិយាយយូរទៅយើងអាពាធក្នុងគ្រួសារទៀតគ្រួសារក៏ស្ដីបន្ទោសឲ្យខាងបងប្អូនស្ដីបន្ទោសឲ្យចង់គិតមែនតើចង់ឲ្យរឿងបញ្ចប់ខ្លួនឯងផ្សារកុំឲ្យបងពេលអញ្ចឹងក៏យើងឃើញថាបាទយើងអាចលុយកាក់យើងអាចរកបានតមុខទៀតបាទយើងមានកម្លាំងយើងអាចរកបានចាត់ទុកថាជាបទពិសោធន៍មួយជាមេរៀនជីវិតមួយសម្រាប់យើងបាទនៅក្នុងថ្ងៃក្រោយណាបងណាបាទទុកជាមេរៀនមកយើងក៏ព្រោះឆាកជីវិតយើងអត់ដែលបានជួបបញ្ហាហ្នឹងទេបងព្រោះយើងខំប្រឹងណាស់ក្នុងមួយថ្ងៃហ្នឹងព្រោះធ្វើការស៊ីស្នួលគេមួយខែត្រឹម3-400ទេគាត់និយាយទាំងទឹកភ្នែកលីងឡងប្រិមិត្តពេលចឹងហើយគេបោកយើងស្រស់នឹកឃើញថាយើងបានលុយនឹងខ្លះឲ្យចៃធនាគារខ្លះមកទិញឡានមួយទៅគាត់ប្រើប្រាស់ពេលយកបត្រៀតដែលម៉ែគាត់ឈឺយកប្រលប់ហ្នឹងណាគាត់យើងអាចជូនគាត់ទៅពេទ្យទៅអីក្រៅយកក្រៅត្រៀតបើយើងមានរបស់យើងវាល្អតែថាវាដល់ដំណាក់កាលអញ្ចឹងទៅវាក៏វាអស់លីងពីខ្លួនឡូវមានអីទេមានអំណុលខាងនឹងធនាគារបាទហើយបងប្អូនបាទបងអូនផ្ដល់កម្លាំងចិត្តឲ្យបងកំបាក់ទឹកចិត្តអីបាទខំប្រឹងប្រែងបន្តទៀតសំខាន់គឺយើងនៅមានជីវិតបាទយើងខិតខំប្រឹងប្រែងនៅក្នុងការតស៊ូបាទដើម្បីសងអំណុលគេទៅបាទហើយខ្ញុំជឿថាអ្នកដែលបោកប្រាស់បងនេះគឺវាអត់មានសក្តិសុខទេបាទគឺបាបកម្មមានពិតខិនតែយូរនឹងឆាប់បងប្អូនបាទអ្នកដែលសាងអំពើអាក្រក់នៅក្នុងសង្គមនេះខ្ញុំជឿជាក់បាទគឺមិនយូរនឹងឆាប់បាទហើយបងប្អូនក៏បានទៅដាក់ពាក្យបណ្ដឹងនៅខាងបទល្មើសប្រឆាំងបច្ចេកវិទ្យាផងដែរបាទហើយយើងសង្ឃឹមថាកម្លាំងសមត្ថកិច្ចដែលមានការពាក់ព័ន្ធហ្នឹងបាទសូមមេត្តាជួយស្រាវជ្រាវជុំវិញពាក់ព័ន្ធនៅក្នុងករណីដែលបោកតាមប្រព័ន្ធអនឡាញនេះគឺសាបូខ្លាំងមែនទែនបាទជាពិសេសគឺការបោកតាម Telegram បាទបង្កើត Telegram វែកបង្កើតអីហ្នឹងអូយសាបូណាស់បាទអញ្ចឹងសូមឲ្យកម្លាំងសមត្ថកិច្ចយើងសូមមេត្តាជួយស្រាវជ្រាវមែនទែនជាពិសេសបងប្អូនយើងដែលនៅជនបទចាស់ឲ្យផ្សេងហ្នឹងគឺគាត់មិនសូវចេះពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាហ្នឹងគឺគាត់មិនសូវប៉ិនអីប្រហែលទេបាទអញ្ចឹងគឺសូមឲ្យខាងបទល្មើសប្រឆាំងបច្ចេកវិទ្យាសូមមេត្តាជួយស្រាវជ្រាវជាមួយពាក់ព័ន្ធនៅក្នុងករណីខាងលើនេះប្រិមត្តទូទាំងជនបាទលុយមិនងាយអាចរកបានទេបងប្អូនហើយបាទយើងគិតមើលទៅបាទ25,000ជាងបាទតាម$100ហ្នឹងគឺក្នុងមួយថ្ងៃហ្នឹងរួលនឹងបបាក់មែនទៀតអីបាទអានេះសម្រាប់អ្នកធូគាត់ធ្វើការធំដុំវាមិនបបាក់រួយនៅក្នុងមួយថ្ងៃ$100តែសម្រាប់អ្នកអត់យើងគិតមើលដែរតាមមួយថ្ងៃតែ$10-20ហ្នឹងក៏បបាក់នៅក្នុងការរួលដែរគឺមិនងាយទេប្រិមិត្តឥឡូវយើងក៏សូមមកធ្វើការបិទបញ្ចប់នៅការផ្សាយត្រឹមនេះចុះដោយសារតែយើងបានធ្វើកិច្ចសម្ភារជាមួយនឹងបងប្អូននោះគឺវាដូចជាយូរដែរហើយប្រិមត្តទូទាំងជនបាទហើយសង្ឃឹមថាព័ត៌មាននេះនឹងបានដឹងឮទៅកាន់បងប្អូននិងឲ្យបងប្អូនយើងបង្កើតនៅការប្រុងប្រយ័ត្នទាំងអស់គ្នាបាទខ្ញុំបាទទេពុនរួមនឹងក្រុមការងារធ្វើសេចក្តីរាយការណ៍សូមអរគុណសូមគោរពលាបញ្ហាគេងមិនសូវលក់ពិសាបាញ់មិនសូវបានឧស្សាហ៍វិលមកឃើញធងខ្សោយកម្លាំងហើយបងប្អូនខ្លះទៀតឧស្សាហ៍កោះខ្យល់ញឹកញាប់ឧស្សាហ៍ធ្វើទុកក្រពះពុះវៀនបត់ជើងពុំសូវទៀងទាត់ហើយពិសេសសម្រាប់បងប្អូនស្ត្រីដែលរដូវមកពុំសូវទៀងសូមបង្ហាញជូនបងប្អូននៅផលិតផលសុទ្ធពីប្រទេសកូរ៉េដែលមានប្រសិទ្ធភាព 100% គឺទឹកយិនសិនម៉ាក់ EE គឺជាផលិតផលដែលទទួលស្គាល់ដោយ FDA របស់សហរដ្ឋអាមេរិកមានការធានារ៉ាប់រងពីក្រុមហ៊ុនលំដាប់ពិភពលោក Samsung មានទទួលស្គាល់ដោយ GMP ធានានូវគុណភាពផលិតដោយស្តង់ដាររួមទាំងមានការទទួលស្គាល់ដោយក្រសួងខ្មែរនិងក្រសួងកូរ៉េរួចរាល់ក្នុងមួយកេសមាន30កញ្ចប់ពុកម៉ែបងប្អូនអាចពិសាបានរយៈពេលពេញមួយខែរីឯតម្លៃត្រឹមតែ$38ប៉ុណ្ណោះថែមជូនថ្នាំដុសធ្មេញយិនសិនមួយទីបរបស់កូរ៉េរួមទាំងហ្វ្រីសេវាជូនពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា